ចាប់តាំងពីខែកុម្ភៈឆ្នាំ1955ព្រះមហាក្សត្រខ្មែរព្រះបាទនរោត្តមសីហនុខិតខំពង្រឹងអំណាចរបស់ព្រះអង្គដោយកាត់បន្ថយជាបឋមនៅទូនាទីនិងឥទ្ធិពលរបស់រដ្ឋសភាគឺចាប់តាំងពីពេលនោះមកហើយដែលរដ្ឋធម្មនុញ្ញឆ្នាំ1947បានត្រូវរៀបចំកែប្រែក្រោយការបោះឆ្នោតប្រជាមតិនាថ្ងៃ7កុម្ភៈបន្តិចប្រជាជនខ្មែរនៅតាមភូមិឃុំនានាបានចាត់តាំងគណៈប្រតិភូរបស់គេឲ្យធ្វើដំណើរទៅទីក្រុងភ្នំពេញដើម្បីស្នើសុំឲ្យព្រះរាជាដឹកនាំប្រទេសដោយផ្ទាល់ព្រះអង្គតែម្ដងព្រះបាទនរោត្តមសីហនុទ្រង់ប្រកែកនឹងសេចក្តីស្នើសុំនេះប៉ុន្តែព្រះអង្គបានសន្យាថានឹងរៀបចំតាក់តែងរដ្ឋធម្មនុញ្ញមួយទៀតព្រោះរបៀបរបបនៃប្រព័ន្ធលទ្ធិប្រជាធិបតេយ្យតាមបែបបទបច្ចេកប្រទេសពុំស្របទៅនឹងសង្គមខ្មែរទេនៅថ្ងៃ19កុម្ភៈឆ្នាំ1955ដដែលនោះព្រះមហាក្សត្រទ្រង់បានអញ្ជើញអង្គទូតគណៈកម្មការត្រួតពិនិត្យអន្តរជាតិតែងតាំងដោយកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវសមាជិករដ្ឋាភិបាលនិងទីប្រឹក្សារាជបរិង្គទាំងអស់ឲ្យមកចូលរួមប្រជុំអស់រយៈពេល3ម៉ោងព្រះមហាក្សត្រខ្មែរព្រះបាទនរោត្តមសីហនុទ្រង់បានឧទ្ទិសគម្រោងការជាប្រវត្តិសាស្ត្រមួយស្ដីពីការកែទម្រង់រដ្ឋធម្មនុញ្ញឆ្នាំ1947ព្រះអង្គទ្រង់មានព្រះរាជបន្ទូលជាអាថាព្រះអង្គនឹងប្រែក្លាយរបបនយោបាយដែលមានគណៈបកនយោបាយប្រកួតប្រជែងគ្នាកាន់អំណាចឲ្យទៅជាលទ្ធិប្រជាធិបតេយ្យមួយបែបដែលប្រជាជនខ្មែរអាចយល់បានយ៉ាងស្រួលចំពោះគម្រោងការនៃកំណែទម្រង់នេះមតិខ្លះយល់ថាគឺជាការកាន់អំណាចផ្ដាច់ការតែម្ដងព្រោះថាបើគ្មានគណៈបកនយោបាយសម្រាប់តំណាងផលប្រយោជន៍និន្នាការនិងទស្សនៈផ្សេងរបស់ប្រជាជននិងមជ្ឈដ្ឋាននានានៃសង្គមទីនោះគឺគ្មានអ្វីក្រៅពីរបបប្រជានិយមទេតាមធម្មតាប្រជាជនអាចសម្ដែងឆន្ទៈរបស់គេតែតាមគោលការណ៍នៃប្រព័ន្ធទស្សនវិជ្ជានិងកម្មវិធីនយោបាយផ្សេងតែប៉ុណ្ណោះបើពុំនោះសោតទេគឺជាការច្របូកច្របល់មួយដ៏ធំប៉ុន្តែចំពោះរឿងនេះព្រះមហាក្សត្រខ្មែរលោកសំសេរីនិងលោកយ៉ែមសម្បូរបានរៀបចំកម្មវិធីមួយជាស្រេចដើម្បីផ្ដល់នៅនយោបាយនិងស្ថាប័នផ្សេងសម្រាប់ដឹកនាំប្រទេសតាមរយៈចលនាមួយដែលមានឈ្មោះថាសង្គមរាស្ត្រនិយមតាមការពិតទៅគោលគំនិតជាមូលដ្ឋានមានលក្ខណៈវិសេសវិសាលល្អណាស់ព្រោះជាការសាកល្បងកាត់ផ្ដាច់អ្នកនយោបាយដែលឃាតយកស្ថាប័នប្រជាធិបតេយ្យទៅបម្រើប្រយោជន៍ផ្ទាល់ខ្លួនហើយធ្វើទុកបុកម្នេញដល់ប្រជាជនដោយសំអាងទៅលើគោលការណ៍ផ្សេងដែលផ្ទុយស្រូវពីរបៀបរស់នៅរបស់គេប៉ុន្តែបើគេទាត់ចោលនៅកត្តាសំខាន់ជាសត្យានុម័តនៃការអភិវឌ្ឍសង្គមទាំងមូលក៏បាត់ថាមពលរបស់វាដែររីឯកត្តាសត្យានុម័តនោះគឺផលប្រយោជន៍របស់មជ្ឈដ្ឋានផ្សេងទៀតដែលជាសសរទ្រូងនៃសេដ្ឋកិច្ចជាតិចំពោះមជ្ឈដ្ឋានទាំងនោះរវាងយុត្តិធម៌និងការកេងប្រវ័ញ្ចកម្លាំងពលកម្មគេច្បាស់ជាពុំយកយុត្តិធម៌ឬស្មារតីសាមគ្គីភាពសង្គមជាដាច់ខាតនេះហើយដែលគេហៅថាក្រិតក្រមនៃការរីកចម្រើនប៉ុន្តែដោយយល់ច្បាស់អំពីក្រិតក្រមនេះគោលការណ៍នៃចលនាសង្គមរាស្ត្រនិយមក៏មិនមានលក្ខណៈដូចគោលការណ៍កុម្មុយនីសដែរតែជាគោលការណ៍សេរីនិយមថ្មីមួយដែលសាកល្បងប្រជែងនឹងទ្រឹស្ដីកុម្មុយនីសទៅវិញ
តាមរយៈការកែតម្រង់ស្ថាប័ននយោបាយនិងសេដ្ឋកិច្ចរបស់ព្រះបាទនរោត្តមសីហនុគេនឹងសង្កេតឃើញថាសង្គមខ្មែរអាចមានស្ថិរភាពផ្ទៃក្នុងល្អប៉ុន្តែការរីកចម្រើនផ្នែកសេដ្ឋកិច្ចមានដំណើរយឺតយ៉ាវក្រៃលែងបើប្រៀបធៀបទៅនឹងសន្ទុះនៃប្រទេសនានាឯទៀតដោយហេតុថាការលូតលាស់ផ្នែកសេដ្ឋកិច្ចវាមិនចុះសម្រុងនឹងឧត្តមគតិនយោបាយតតែសោះប៉ុន្តែអ្វីដែលជាគុណូបការៈនៃរបបនេះគឺថាប្រជាជនរក្សាបាននៅភាពថ្លៃថ្នូររបស់គេនៅក្នុងកម្រិតមួយដែលគេអាចទ្រាំទទួលយកបាននៅក្នុងសម័យនោះប្រាក់កាសមិនអាចយកទៅទិញឧត្តមគតិបានទាំងអស់ទេគ្រូបង្រៀនមានប្រាក់ខែខ្ពស់ជាងចៅហ្វាយខេត្តទៅទៀតគឺអាចរក្សាឧត្តមគតិរបស់គេបានបើប្រៀបធៀបទៅរបបផ្សេងទៀតដែលបញ្ញវន្តត្រូវអោបជើងអ្នកមានអ្នកខ្លាំងទើបអាចរស់បាននៅក្នុងសង្គមមួយដែលជំហរឧត្តមគតិនៅមានអធិភាពអំពើអយុត្តិធម៌អំពើហិង្សានិងគំនិតប្រកបនិយមជ្រុលក៏ចុះអន់ថយបន្តិចដែរអ្នកខ្សោយអាចរស់បានហើយមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់បង្កើនសមត្ថភាពរបស់គេទៀតផងទោះបីមានការលំបាកលំបិនយ៉ាងណាក្តីវិទ្យាល័យនិងអនុវិទ្យាល័យកើតឡើងព្រោងព្រាតនៅតាមខេត្តខណ្ឌបណ្ណាគារមានលក់សៀវភៅវប្បធម៌ខ្មែរនិងសៀវភៅមកពីបរទេសគ្រប់ប្រភេទយ៉ាងណាមិញការខិតខំរៀនសូត្របានត្រូវលើកទឹកចិត្តយ៉ាងខ្ពស់ប៉ុន្តែបើយោងទៅតាមមតិខ្លះបើគណៈបកប្រជាធិបតេយ្យបានមកគ្រប់គ្រងប្រទេសការរីកចម្រើនខាងសិក្សាធិការជាតិក៏ដូចជាការរីកចម្រើនផ្នែកសេដ្ឋកិច្ចអាចនឹងមានកម្រិតខ្ពស់ជាងនេះទៅទៀតព្រោះកម្មវិធីនយោបាយរបស់ចលនាសង្គមរាស្ត្រនិយមគ្មានអ្វីខុសប្លែកពីកម្មវិធីរបស់គណៈបកប្រជាធិបតេយ្យទេយោងទៅតាមយោបល់របស់អ្នកខ្លះទៀតនេះជាភ័ព្វសំណាងមួយរបស់ប្រជាជនខ្មែរយើងដែរព្រោះថាដោយសារតែមានការប្រណាំងប្រជែងរវាងបកនយោបាយនេះហើយដែលអំណាចផ្ដាច់ការរបៀបកំរើនិងការមើលងាយមើលថោកទៅលើប្រជាជននេះបានឈានជាសន្សឹមទៅរកទីអវសានប៉ុន្តែនិន្នាការនេះពុំអាចមានរយៈពេលយូរទេព្រោះប្រទេសកម្ពុជានៅពេលនោះស្ថិតនៅចំកណ្ដាលលានប្រយុទ្ធរវាងពិភពលោកពីរគឺពិភពកុម្មុយនីសនិងពិភពលោកសេរីបទពិសោធន៍នៃរបបពីរផ្ទុយពីគ្នានៅពេលក្រោយមកទៀតបានបញ្ជាក់ថាក្រិតក្រមនៃការរីកចម្រើនបានសង្កត់សង្កិនយ៉ាងធ្ងន់ធ្ងរទៅលើប្រជាជនខ្មែរដែលខិតខំរក្សាប្រពៃណីរបស់ខ្លួនដោយពិបាករីឯរបបមួយទៀតដែលតាំងខ្លួនថារកយុត្តិធម៌ឲ្យប្រជាកសិករក៏រលំបះជើងរកតែអាហារបរិភោគសឹងមិនបានខ្ញុំសូមវិលត្រឡប់មកសម័យមុនការបោះឆ្នោតខែកញ្ញាឆ្នាំ1955វិញសិនមុននឹងនិយាយអំពីសភាពការនៅសម័យសង្គមរាស្ត្រនិយមបន្តទៅទៀតនៅពេលក្រោយនៅពេលដែលចលនាសង្គមរាស្ត្រនិយមបានចាប់បដិសន្ធិជនកុម្មុយនីសខ្មែរមានការប្រុងប្រយ័ត្នខ្ពស់ព្រោះថាបើបកសង្គមរាស្ត្រនិយមឈ្នះគេអាចនឹងបាត់ឥទ្ធិពលរបស់គេព្រោះថាព្រះមហាក្សត្រខ្មែរនឹងធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីកសាងសង្គមមួយថ្មីដែលខិតខំលុបបំបាត់កាកសំណល់នៃរបបអាណានិគមនិយមតាមបែបបទបច្ចឹមប្រទេសឲ្យបានច្រើនបំផុតដូចនេះគេនឹងគ្មានតួនាទីអ្វីទៀតឡើយមួយវិញទៀតបើព្រះបាទនរោត្តមសីហនុពង្រឹងអំណាចបានដោយខ្លួនព្រះអង្គនយោបាយអភិជាក្រិតភាពរបស់ព្រះអង្គអាចនឹងផ្អៀងទៅខាងបច្ចឹមប្រទេសខ្ញុំសូមស្ទះត្រឹមនេះសិនចុះហើយនៅសប្តាហ៍ក្រោយខ្ញុំនឹងនិយាយរៀបរាប់អំពីបញ្ហានេះបន្តទៅទៀត